ម្ដងហើយម្ដងទៀត8ធ្នូ2025កុមារកំពុងតែរៀនឮស្នូគ្រាប់កំភ្លើងទ្រហោយំរកម្ដាយចំណែកឯម្ដាយឪពុកទ្រហោយំរកកូនដើម្បីរៀបចំវង្វេចរៀបចំខោអាវជំនះទៅរកទីទួលសុវត្ថិភាពទុកសោកដល់ឈឺចាប់នៅក្នុងរដូវកាលច្រូតកាត់នេះប្រជាជនខ្មែរនៅក្បែរព្រំដែនសែនចងចាំឈឺចាប់ដល់មហិមាអ្នកទាំងអស់គ្នាដែលមិនជួបរឿងរ៉ាវទាំងអស់នេះប្រហែលគ្មានថ្ងៃយល់គ្រាប់កំភ្លើងធ្លាក់ក្បែរសាលារៀនក្មេងយំកងរំពងគ្រាប់កំភ្លើងធ្លាក់ក្បែរលំនៅឋានសត្វចិញ្ចឹមស្រែកយំផ្សេងផ្សាយពេញផ្ទះឪពុកម្ដាយស្វែងរកម៉ូតូម្ដាយស្វែងរកខោអាវដើម្បីនាំកូនមកកាន់ទីទួលសុវត្ថិភាពការឈឺចាប់ព្រឺព្រួចភ័យខ្លាចការរងារបស់កុមារកំពុងតែជួបរងគ្រោះដោយសារតែថៃបើកការវាយប្រហារមកលើកម្ពុជាម្ដងហើយម្ដងទៀតឥតឈប់ឈរបាទបងប្អូនទាំងអស់គ្នាសូមចែករំលែកវីដេអូនេះឲ្យបានច្រើននេះគឺជាទស្សនវិជ្ជាដ៏ឈឺចាប់ផ្ដើមចេញពីភាគីថៃនៅក្នុងថ្ងៃទី8ខែធ្នូឆ្នាំ2025បាទខេត្តជាដែនគឺជួបនៅទុក្ខលំបាកមែនទែនបងប្អូនបាទសូម share វីដេអូនេះទាំងអស់គ្នាបាទ